ជាបន្តទៅនេះសូមជម្រាបជូនពីប្រវត្តិរូបនៅក្នុងការប្រកួតគូមិត្តភាពអន្តរជាតិគុនខ្មែរប៉ះគុនចិន57គីឡូក្រាមបង្គោលក្រហមកម្ពស់1.70 ម៉ែត្រអាយុ19ឆ្នាំเป็นប្រកបដោយនៅក្នុងកម្ពុជានេះក្រុមមុខកម្ពុជាខាងកណ្ដាលក្លឹបប្រកួតចំនួន28ដងឈ្នះ22ដងចាញ់5ដងនិងស្មើម្ដងនិងរួមដួលគូប្រកួតនៅក្នុងសង្វៀន12ដងមកពីក្លឹបបណ្ដាលពេជ្រកំពង់គុនខ្មែរឯកសមាគមកីឡាកងយុទ្ធពលកាមេរ៉ាគុំមិនគ្រូបង្វឹកលោកពេជ្រកំផាថ្វាយបង្គំគ្រូតាមរបៀបរូបលើកគុំគ្រូលើលោកស្រីនាងកញ្ញាបង្គោលក្រហមបីវិបុលសូចំណែកបង្គោលខៀវកម្ពស់1.68 ម៉ែត្រអាយុ19ឆ្នាំលោកប្រកួតចំនួន31ដងឈ្នះ26ដងនិងចាញ់5ដងលោកគ្រូប្រកួតឲ្យបោះបង់ការប្រកួតចំនួន8ដងក៏សូមដែលនៅស្គាល់បង្គោលខៀវមកពីប្រទេសចិនហូជីផូកីឡាករទាំងពីរមកស្នាប់បទបញ្ជាការប្រកួតបណ្ដាលគុនខ្មែរ